ជីវិតស្នេហានិងប្រវត្តិគ្រួសារដ៏អស្ចារ្យរបស់លោកប្រធានាធិបតី Donald Trump តើបងប្អូនដឹងទេថាប្រធានាធិបតីលោក Donald Trump ធ្លាប់បានរៀបការចំនួន3ដងបាទចំនួន3ដងបងប្អូននិងមានកូនចំនួន5នាក់ទី1ជាមួយនឹងអ្នកស្រី Ivana ដែលមានកូនចំនួន3នាក់បាទគឺមានឈ្មោះថា Don J.O. Ivanka ហើយនិង Eric ទី2ជាមួយនឹងអ្នកនាង Mala Mapali បាទដែលមានកូនស្រីឈ្មោះថា Tiffany ទី3ជាមួយនឹងអ្នកស្រី Melania ដែលមានកូនប្រុសពៅឈ្មោះថា Donald Trump ដែលមានកម្ពស់ខ្ពស់ជាងគេបងប្អូននៅពេលដែលយើងនិយាយអំពីឈ្មោះលោកប្រធានាធិបតី Donald Trump ពិភពលោកតែងតែនឹកឃើញដល់មហាសេដ្ឋកិច្ចនិងមហាសេដ្ឋីអចលនទ្រព្យពិធីករទូទស្សន៍និងជាប្រធានាធិបតីទី45របស់សហរដ្ឋអាមេរិកតែនៅពីក្រោយខ្នងភាពជោគជ័យនិងភាពចម្រុងចម្រាស់នៅលើឆាកនយោបាយតើជីវិតឯកជននិងប្រវត្តិសាស្ត្ររបស់បុរសដ៏មានឥទ្ធិពលរូបនេះមានភាពរស់រវើកនិងឆ្លងកាត់រឿងរ៉ាវអ្វីខ្លះថ្ងៃនេះយើងនឹងបកកកាយនៅទំព័រជីវិតស្នេហានិងអាពាហ៍ពិពាហ៍និងការកសាងអាណាចក្រគ្រួសារ Trump Dynasty ដែលបានក្លាយជាគ្រួសារទី1 First Family ដ៏មានឥទ្ធិពលនិងលេចធ្លោបំផុតនៅក្នុងប្រវត្តិសាស្ត្រនយោបាយនិងជំនួយរបស់សហរដ្ឋអាមេរិកលោក Donald Trump បានឆ្លងកាត់ចំណងអាពាហ៍ពិពាហ៍ចំនួន3ដងនិងមានកូនសរុបចំនួន5នាក់ដែលកូនទី1សុទ្ធតែបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងអាណាចក្រជំនួយនិងយុទ្ធនាការនយោបាយរបស់លោកចំណងស្នេហានិងអាពាហ៍ពិពាហ៍លើកដំបូងរបស់លោក Trump បានចាប់ផ្ដើមឡើងនៅក្នុងឆ្នាំ1977នៅពេលដែលលោកបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងអ្នកស្រី Ivana Zelníková ដែលជាអតីតតារាម៉ូដែលដ៏ស្រស់ស្អាតនិងគឺជាកីឡាការិនីជិះស្គីជនជាតិឆែកផងដែរអ្នកស្រី Ivana មិនត្រឹមតែជាភរិយាប៉ុណ្ណោះទេតែអ្នកស្រីគឺជាដៃគូជំនួយដ៏មុតស្រួចដែលបានជួយលោក Trump ក្នុងការកសាងអគារ Trump Tower ដ៏ល្បីល្បាញនិងគ្រប់គ្រងសន្តាគារព្រមទាំងកាស៊ីណូធំៗជាច្រើនផងដែរតាមរយៈចំណងអាពាហ៍ពិពាហ៍នេះពួកគេទទួលបានកូនចំនួន3នាក់និងគឺលោក Trump J.O. កើតនៅឆ្នាំ1977អ្នកនាង Ivanka Trump កើតនៅឆ្នាំ1981និងលោក Eric Trump កើតនៅឆ្នាំ1984កូនទាំង3នាក់នេះគឺជាឆ្អឹងខ្នងដ៏សំខាន់នៃក្រុមហ៊ុន Trump Organization និងជាទីប្រឹក្សាជាន់ខ្ពស់ពេលដែលលោក Trump កាន់អំណាចទោះជាយ៉ាងណាបន្ទាប់ពីរួមរស់ជាមួយគ្នាបាន15ឆ្នាំអាពាហ៍ពិពាហ៍មួយនេះបានឈានដល់ទីបញ្ចប់និងឈានដល់ការលែងលះគ្នាយ៉ាងកក្រើកកាសែតនៅឆ្នាំ1992គួររំលឹកផងដែរថាអ្នកស្រី Ivana Trump បានទទួលមរណភាពកាលពីឆ្នាំ2022កន្លងទៅក្នុងវ័យ73ឆ្នាំដោយបន្សល់ទុកនៅកេរ្តិ៍ឈ្មោះជាស្ត្រីជំនួញដ៏ល្បីម្នាក់និងស្ត្រីជំនួញដ៏រឹងមាំម្នាក់នៅក្នុងសហរដ្ឋអាមេរិកបន្ទាប់ពីការលែងលះលើកទី1មិនបានយូរប៉ុន្មានពោលគឺនៅឆ្នាំបន្ទាប់ឆ្នាំ1993លោក Trump បានសម្រេចចិត្តចូលរោងការជាលើកទី2ជាមួយទៅនឹងតារាសម្ដែងនិងជាបុគ្គលិកទូទស្សន៍អាមេរិកអ្នកនាង Mala Maples ពិធីបង្គោលការរបស់លោកគឺត្រូវបានគេធ្វើឡើងយ៉ាងអធិកអធមនៅសន្តាគារ Blucher Hotel អាពាហ៍ពិពាហ៍លើកទី2នេះបានផ្ដល់កំណើតដល់កូនស្រីម្នាក់ដែលម្នាក់ទៀតគឺកញ្ញា Tiffany Trump ដែលកើតនៅក្នុងឆ្នាំ1993ទោះបីជា Tiffany មិនសូវលេចមាត់ខ្លាំងនៅក្នុងមុខជំនួយឬឆាកនយោបាយដោយបងរបស់នាងក្តីប៉ុន្តែនាងតែងតែបង្ហាញមុខគាំទ្រឪពុកនៅក្នុងកម្មវិធីធំៗជានិច្ចយ៉ាងណាមិញចំណងអាពាហ៍ពិពាហ៍ទី2នេះមានអាយុកាលខ្លីជាងលើកមុនដោយលោក Trump និងអ្នកនាង Mala Maples បានសម្រេចចិត្តបែកបាក់និងលែងលះគ្នាជាផ្លូវការនៅក្នុងឆ្នាំ1999ក្រោយមកក្នុងឆ្នាំ2005លោក Donald Trump បានបើកទំព័រជីវិតស្នេហាសារជាថ្មីដោយបានរៀបអាពាហ៍ពិពាហ៍ជាលើកទី3ជាមួយទៅនឹងតារាម៉ូដែលជនជាតិ Slovis ដ៏ស្រស់សុភាគឺអ្នកស្រី Malanianas ពិធីរៀបអាពាហ៍ពិពាហ៍នេះត្រូវបានចាត់ទុកថាជាពិធីដ៏ប្រណិតនិងមានការចូលរួមពីតារាល្បីៗនិងអ្នកនយោបាយជាច្រើនផងដែរនៅឆ្នាំ2006ពួកគេទទួលបានកូនប្រុសមួយគ្រាប់គឺលោក Donald Trump ដែលជាកូនប្រុសពៅរបស់ពួកគាត់ Donald Trump គឺជាកូនប្រុសពៅបង្អស់របស់គ្រួសារ Trump ដែលបានធំធាត់ឡើងនៅក្នុងសតវិមានកំឡុងពេលដែលឪពុករបស់គេធ្វើជាប្រធានាធិបតីបច្ចុប្បន្ន Baron គឺជាយុវវ័យក្មេងដែលរួមវ័យក្មេងដែលមានកម្ពស់ខ្ពស់ស្រឡះនិងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនចំណែកឯអ្នកស្រី Melania Trump មិនត្រឹមតែជាភរិយាប៉ុណ្ណោះទេអ្នកនាងបានក្លាយជាស្ត្រីទី1 First Lady នៃសហរដ្ឋអាមេរិកដែលបានផ្ដោតទៅលើកម្មវិធីសប្បុរសធម៌និងការអប់រំកុមារព្រមយុទ្ធនាការ
base B base ទោះបីជាមានពាក្យចាំអារាមជាច្រើនជំវិញជីវិតប្រិយប្រពន្ធរបស់ពួកគេកំឡុងពេលដែលកាន់អំណាចក្តីក៏អ្នកស្រី Melania នៅតែបន្តឈរអមដំណើរស្វាមីជានិច្ចជារួមមកប្រវត្តិគ្រួសាររបស់លោក Donald Trump គឺពោពេញទៅដោយពណ៌សម្បុរទៀងភាពជោគជ័យក្នុងមុខជំនួយការបែកបាក់និងការកសាងកិត្តិឈ្មោះលើឆាកនយោបាយកូនៗរបស់លោកទាំង5នាក់មិនថាអតីតកាលឬបច្ចុប្បន្នតែងតែឈរនៅពីក្រោយភាពជោគជ័យរបស់ឪពុកជានិច្ចដែលធ្វើឲ្យគ្រួសារនេះក្លាយជារាជវង្សនយោបាយសម័យទំនើបដ៏មានឥទ្ធិពលមួយនៅសហរដ្ឋអាមេរិក